អន្តរជាតិ Update Today សូមស្វាគមន៍រុស្ស៊ីបាញ់មីស៊ីលនិងប្រើយន្តហោះដ្រូនវាយប្រហារតំបន់ជាច្រើនរួមទាំងកំទេចរោងចក្រផលិតដែករបស់អ៊ុយក្រែនថ្មីនេះរុស្ស៊ីបានបើកការវាយប្រហារសន្ធាប់ជាថ្មីនៅទូទាំងតំបន់ជាច្រើនរបស់អ៊ុយក្រែនដោយបានប្រើប្រាស់មីស៊ីលបាល់ស្ទិកនិងយន្តហោះដ្រូនហើយក៏បានកំទេចរោងចក្រដែកថែបArcelorMittal នៅក្នុងទីក្រុងរីយីដែលជាស្រុកកំណើតរបស់ប្រធានាធិបតីលោក Volodymyr Zelensky ផងដែរប្រភពរាយការណ៍ពី Reuters ចុះផ្សាយនៅថ្ងៃច័ន្ទនេះបានបន្តថាការវាយប្រហារនេះបានសម្លាប់មនុស្ស2នាក់និងបណ្ដាលឲ្យរបួសយ៉ាងហោចណាស់14នាក់ហើយថែមទាំងបានបំផ្លាញរោងចក្រផលិតថាមពលនិងឡដុតដែកនៅរោងចក្រផងដែរការខូចខាតដ៏ធ្ងន់ធ្ងរនេះបានបង្ខំឲ្យក្រុមហ៊ុនផលិតដែកថែបដ៏សំខាន់នេះបញ្ឈប់ផលិតកម្មមួយផ្នែកភ្លាមការវាយប្រហាររបស់រុស្ស៊ីក៏បានបន្តធ្វើឡើងទៅកាន់ទីក្រុងគៀវនៅតំបន់ផ្សេងទៀតនៃប្រទេសអ៊ុយក្រែនផងដែរនៅក្នុងរដ្ឋធានីមនុស្សជាច្រើននាក់បានរងរបួសនិងអគ្គិភ័យបានកើតមានឡើងនៅទីតាំងជាច្រើនខណៈដែលការវាយប្រហារផ្សេងទៀតរបស់រុស្ស៊ីបានបណ្ដាលឲ្យមានមនុស្សស្លាប់នៅក្នុងតំបន់នានារួមទាំងស៊ូមីនិងតំបន់សាប៉ូរីហ្សៀដើម្បីកុំឲ្យចាញ់ចិត្តអ៊ុយក្រែនក៏បានបើកការវាយប្រហារដោយប្រើយន្តហោះដ្រូនក្នុងចំនួនច្រើនបំផុតទៅលើប្រទេសរុស្ស៊ីផងដែរដោយក្នុងនោះមានដ្រូនរាប់រយគ្រឿងបានកំណត់គោលដៅទៅលើទីក្រុងម៉ូស្គូនិងតំបន់ជុំវិញក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាក្នុង24ម៉ោងនៃការវាយប្រហារពីសំណាក់អ៊ុយក្រែនខ្លួនបានបាញ់ស្ទាក់បានដ្រូនជាង1000គ្រឿងឯណោះអ៊ីស្រាអែលពន្លឿនការកាត់យកតំបន់ West Bank ដោយផ្ទេរសិទ្ធិអំណាចពីទាហានមកប៉ូលីសអ៊ីស្រាអែលបានបញ្ជាឲ្យមានការរៀបចំផ្ទេរភារកិច្ចអនុវត្តច្បាប់ស៊ីវិលនៅក្នុងតំបន់ West Bank ពីយោធាទៅឲ្យប៉ូលីសអ៊ីស្រាអែលជាវិធានការមួយដែលអ្នករិះគន់និយាយថាអ៊ីស្រាអែលមានបំណងពន្លឿនការកាត់បញ្ចូលទឹកដីឲ្យបានឆាប់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោក Israel Katz បានណែនាំយោធាឲ្យបង្កើតផែនការសម្រាប់ការផ្ទេរនេះដែលនឹងផ្ដល់ឲ្យអាជ្ញាធរស៊ីវិលនៅការទទួលខុសត្រូវកាន់តែច្រើនឡើងសម្រាប់ការត្រួតពិនិត្យអ្នកតាំងទីលំនៅជនជាតិអ៊ីស្រាអែលនិងបញ្ហាស៊ីវិលផ្សេងៗទៀតការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការរិះគន់កាន់តែខ្លាំងឡើងចំពោះយោធាអ៊ីស្រាអែលដែលបានបង្កឧបទ្ទហេតុហិង្សាពាក់ព័ន្ធនឹងអ្នកតាំងទីលំនៅរួមទាំងការប្រឈមមុខដាក់គ្នានាពេលថ្មីនេះនៅក្នុងភូមិមួយរបស់ប៉ាឡេស្ទីនផងដែរមន្ត្រីអ៊ីស្រាអែលបានអះអាងថាប៉ូលីសគួរតែដើរតួនាទីចម្បងក្នុងការអនុវត្តច្បាប់ស៊ីវិលខណៈដែលចំនួនប្រជាជនតាំងទីលំនៅកើនឡើងជាលំដាប់អ្នកវិភាគបាននិយាយថាការផ្ទេរសិទ្ធិត្រួតពិនិត្យស៊ីវិលពីអាជ្ញាធរយោធាទៅឲ្យស្ថាប័នស៊ីវិលរបស់អ៊ីស្រាអែលអាចជាជំហានមួយទៀតឆ្ពោះទៅរកការរួមបញ្ចូលផ្នែកខ្លះនៃតំបន់ West Bank ទៅក្នុងប្រព័ន្ធក្នុងស្រុករបស់អ៊ីស្រាអែលមន្ត្រីប៉ាឡេស្ទីនបានថ្កោលទោសផែនការនេះហើយថាអ៊ីស្រាអែលកំពុងមានចេតនាកាត់យកទឹកដីក្នុងតំបន់នេះដោយខុសច្បាប់និងបានអំពាវនាវឲ្យអន្តរាគមន៍ពីអន្តរជាតិកូរ៉េខាងជើងបដិញ្ញាពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីបន្ថែមទៀតអំឡុងពិធីរំលឹកខួបរំដោះចេញពីអាណានិគមជប៉ុនមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុននិងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាក់ជាថ្មីនៅចំហក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាខណៈដែលទីក្រុងព្យុងយ៉ាងបានប្រារព្ធពិធីរំលឹកខួបនៃការរំដោះប្រទេសចេញពីអាណានិគមរបស់ជប៉ុនលោកគីមបាននិយាយថាលោកសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តទំនាក់ទំនងដែលបង្កើតឡើងក្នុងប្រវត្តិសាស្ត្ររួមគ្នានិងរក្សាមិត្តភាពយូរអង្វែងលោកពូទីនក៏បាននិយាយផងដែរថាកិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូនិងទីក្រុងព្យុងយ៉ាងនឹងបន្តនៅក្នុងវិស័យផ្សេងៗទៀតទំនាក់ទំនងរវាងកូរ៉េខាងជើងនិងរុស្ស៊ីបានរីកចម្រើនកាន់តែជិតស្និទ្ធចាប់តាំងពីទីក្រុងព្យុងយ៉ាងបានចាប់ផ្ដើមផ្ដល់កងទ័ពនិងអាវុធដើម្បីគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនកិច្ចសហប្រតិបត្តិការនេះបានក្លាយជាការចូលរួមផ្នែកយោធាដ៏សំខាន់បំផុតរបស់កូរ៉េខាងជើងនៅក្នុងចំនួនក្រៅប្រទេសចាប់តាំងពីសង្គ្រាមកូរ៉េក្នុងទសវត្សរ៍ឆ្នាំ1950មកនាវាកងទ័ពជើងទឹករុស្ស៊ីមួយគ្រឿងក៏បានមកដល់កំពង់ផែវុនសានរបស់កូរ៉េខាងជើងសម្រាប់ដំណើរទស្សនកិច្ចសុឆន្ទៈពាក់ព័ន្ធនឹងពិធីរំលឹកខួបនេះផងដែរសូមបញ្ជាក់ថាទំនាក់ទំនងដែលកាន់តែរឹងមាំរវាងរុស្ស៊ីនិងកូរ៉េខាងជើងគឺស្របពេលដែលកូរ៉េខាងត្បូងអំពាវនាវឲ្យមានការសន្ទនាជាមួយទីក្រុងព្យុងយ៉ាងដើម្បីកាត់បន្ថយភាពតានតឹងនិងងាកមករកការចរចាសន្តិភាពប្រធានាធិបតីកូរ៉េខាងត្បូងលោកលីចាំយ៉ុងក៏បានស្នើឲ្យមានកិច្ចពិភាក្សាស្ដីពីការដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរប៉ុន្តែទីក្រុងព្យុងយ៉ាងបានបដិសេធសំណើរបស់លោកហើយបន្តរិះគន់សម្ពយុទ្ធយោធារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងជាហូរហែសូមអរគុណចំពោះការតាមដានព័ត៌មានអន្តរជាតិ Update Today